បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបាទយើងបានមកជួបគ្នាទៀតហើយក៏បានរៀនបាទកាត់អាវក៏ដប់មនុស្សប្រុសណាបងប្អូនណាបាទអញ្ចឹងបន្ទាប់មកយើងចូលធីវ5លេខទៅតាមវីដេអូនេះមកណាបងប្អូនបាទដោយសារតែថតអត់បានសំឡេងទេបងប្អូនហើយបាទអញ្ចឹងយើងយកបញ្ចូលសំឡេងបាទផ្ទាំងមុខហ្នឹងគឺត្រូវតែបញ្ចូលសំឡេងណាបាទអញ្ចឹងយើងចុះមក6លេខបាទហើយបន្ទាប់មកយើងចេញពីធីវហ្នឹង7លេខបងប្អូនបាទអញ្ចឹងយើងគូកាត់ខ្វែងអញ្ចឹងមកបាទអញ្ចឹងយើងគូត្រេកមូលអញ្ចឹងមកណាបាទអញ្ចឹងយើងបានកផ្ទាំងមុខហើយបងប្អូនបាទអញ្ចឹងបន្ទាប់មកយើងរកស្មាអាវបងប្អូនបាទស្មាអាវយើងហ្នឹងគឺមានចំនួនខ្សែ3បងប្អូនបាទខ្សែ3ចែកនឹង2បងប្អូនបាទខ្សែ3ចែក2បូកនឹង1ផងបងប្អូនបាទហ្នឹងហើយអញ្ចឹងយើងបញ្ជាក់បាទអញ្ចឹងបូកនឹង1បាទបន្ទាប់មកយើងគូសចឹងមកណាបាទបន្ទាប់មកយើងចុះពីកណ្ដុះត្រង់ហ្នឹងបាទ4លេខបងប្អូនបាទអញ្ចឹងយើងគូសប្រឆាកមកបាទដូចនៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនបាទបន្ទាប់មកយើងរកជម្រៅឃ្លៀកបាទយើងរកជម្រៅឃ្លៀកបាទអញ្ចឹងខ្លួនអាយហ្នឹងគឺ96បងប្អូនបាទបងប្អូនត្រូវចាំថា8 16 9 17បាទអញ្ចឹងអានេះយើងដាក់17កន្លះណាបងប្អូនណាបាទ17កន្លះអញ្ចឹងយើងគូសកាត់ចឹងមួយមកព្រោះអីមានបងប្អូនសួរក៏ថាចុះតែប៉ុណ្្នឹងរហូតមែនទេបាទបន្ទាប់មកទ្រូងនឹងយើងចែកជា4ទៅបងប្អូនបាទបានបូកនឹង3មកបាន27កន្លះអញ្ចឹងយើងគូសចឹងមកណាបាទអាឡ័យតែនិយាយខុសហ្វាច់រឿងបងប្អូនហើយបាទមិនដឹងជាគូសដល់ណាដល់ណីអញ្ចឹងយើងរកប្រវែងបាទយើងរកប្រវែងអាវបាទយើងរកសម្រងអាវបងប្អូនបាននិយាយចង់ចាញ់ទេបាទអញ្ចឹងយើងរកប្រវែងបានហើយយើងគូសចឹងមកយើងទុកសាច់មួយលេខសម្រាប់បត់ជើងណាបងប្អូនណាបាទតើអត់ទុកទេខូចឲ្យបងប្អូនបាទវាខ្លីជើងអាវបាទអញ្ចឹងបន្ទាប់មកយើងចែកតាគៀកនឹងសាថ្មីជា4មកហើយបូកនឹង3បងប្អូនបាទ96ណាបាទអញ្ចឹងយើងបាន27បាទ27ហើយយើងចុះរៀងមិញហ្នឹងគឺ11លេខណាបាទចុះរៀង11លេខបន្ទាប់មកយើងចែករៀង86បាទចែក4បូក3មកបាន24កន្លះបងប្អូនអញ្ចឹងយើងគូប្រសពចឹងមកបងប្អូនបាទអញ្ចឹងផ្ទាំងមុខយើងហ្នឹងគឺរួចហើយបងប្អូនបាទអញ្ចឹងចាំជួបគ្នានៅផ្ទាំងក្រោយទាំងអស់គ្នាបាទអរគុណច្រើនបងប្អូនបាទបាទបងប្អូនឥឡូវយើងរកផ្ទាំងក្រោយណាបាទផ្ទាំងក្រោយអញ្ចឹងយើងចេញពីកន្លែងនេះមក1លេខកន្លះណានេះចេញពីអានេះមក1លេខកន្លះផ្ទាំងមុខបាទចេញ1លេខកន្លះមកបន្ទាប់មកយើងហក់6លេខបាទយើងហក់6លេខកន្លែងនេះយើងហក់6លេខដូចគ្នាបាទអញ្ចឹងយើងគូសចុងមួយណាបាទ43ស្មើ43យើងចែកជា2ទៅបាន10បាន21កន្លះបងប្អូនបាន21កន្លះ21កន្លះបូកនឹង1បាន22កន្លះណាបាទបាន22កន្លះបងប្អូនបាទអញ្ចឹងយើងគូសចឹងមិនណាបងប្អូនបាទអញ្ចឹងកន្លែងនេះយើងឲ្យវាចេញពីផ្ទាំងមុខនេះតាមមួយលេខទៅបានហើយបាទហ្នឹងហើយកន្លែងនេះអីមួយលេខទៅណាបងប្អូនណាបាទហើយបន្ទាប់មកយើងរកស្មាផ្ទាំងមុខបាទយើងរកស្មាផ្ទាំងមុខយើងចាក់ចឹងមកបាទយើងរកស្មាផ្ទាំងក្រោយអូយនិយាយខុសរហូតចឹងបងប្អូនបន្ទាប់មកយើងចាក់ស្មាផ្ទាំងមុខបាទបាន16អញ្ចឹងយើងយកមកចាក់នៅខាងក្រៅផ្ទាំងក្រោយនេះ16ដូចគ្នាណាបងប្អូនណាបាទអញ្ចឹងបន្ទាប់មកយើងចុះវា4លេខបាទចុះ4លេខចឹងណាបាទបន្ទាប់មកយើងគប់ខ្វៀលចឹងមកបងប្អូនអត់ខ្វៀលក៏បានដែរបងប្អូនបាទកុំឲ្យប្រឡាក់បាទបងប្អូនអញ្ចឹងយើងរកដៃអាវណាបាទអញ្ចឹងជិះដាក់កណាត់ចឹងមកបាទឥឡូវយើងច្បត់វាជា2ចឹងមកបាទដោយសារតែដៃកណាត់យើងមិនជឿរាយអញ្ចឹងយើងវាទូចដែរអញ្ចឹងណាបាទអញ្ចឹងយើងគូសបន្ទាត់ត្រង់មួយមកបាទអញ្ចឹងយើងសោយមើលកណាត់អីផងប្រយ័ត្នវាផុតអីចឹងណាបងប្អូនបាទបន្ទាប់មកយើងចុះ12លេខបាទហើយកន្លែងនេះយើងគូស1លេខមកចុះពីនេះនោះ1លេខមកបាទហើយបន្ទាប់មកទៀតយើងនេះបងប្អូនយើងយកផ្ទាំងក្រោយរបស់យើងដែលយើងគូសហើយហ្នឹងបាទយើងច្បត់ចឹងមកហើយយើងវាស់រកក្បាលដៃណាបាទយើងវាស់អញ្ចឹងមកបងប្អូនបាទទាញឲ្យតឹងចឹងណាបាទអញ្ចឹងយើងវាស់ចាក់អញ្ចឹងមកបាទបន្ទាប់មកយើងគូសបាទបន្ទាប់មកយើងវិលក្បាលដៃយើងហ្នឹងឲ្យស្អាតទៅណាបងប្អូនណាបាទហ្នឹងហើយអាវយើងហ្នឹងគឺយកលេវមួយបាទយកលេវមួយខ្ញុំយក6លេខឡើង6លេខណាបាទខ្ញុំឡើង6លេខសម្រងដៃ60អញ្ចឹងខ្ញុំទាញដល់60មកបាទហើយចុះមួយលេខទៀត61បងប្អូនបាទអញ្ចឹងយើងគូសកាត់ទៅតឹងនេះមួយបាទ23
23បាទកដៃ23អញ្ចឹងយើងចែកជា2ទៅបាន11កន្លះបូកនឹង1បាន12កន្លះបងប្អូនបាទបន្ទាប់មកខ្ញុំហកពីកន្លែងនេះមក5 10លេខវិញមកបងប្អូនបាទអញ្ចឹងយើងចែកកពួនដៃបាទកពួនដៃ10 29បាទ29 14កន្លះយើងបូកនឹង1 15កន្លះណាបាទដើមដៃ29 14កន្លះ30ដើមដៃ30 30 15 16បងប្អូនណាបាទ16អូខេឆែកដៃយើងបាទតែបងប្អូនកាត់ឆែកដៃផ្សេងពីខ្ញុំអីក៏អត់អីដែរណាបាទនេះបងប្អូនខ្ញុំកាត់ចឹងឆែកដៃរបស់ខ្ញុំមកអត់ងាយច្រើនទេបងប្អូនសំខាន់យើងធ្វើចេញមកស្អាតណាបាទអូខេហ្នឹងបងប្អូនចឹងយើងកាត់ចឹងមកបាទស្រួលបន្ទាប់មកយើងកាត់ស្មាប៉ានស្មាខាងក្រោយបាទអានេះຂະຫນាត2ម៉ែត្របងប្អូនបាទຂະຫນាត2ម៉ែត្រស្រួលកាត់ជាងសល់ຂະຫນាតធ្វើផ្ទាំងធ្វើកធ្វើដៃអីណាបាទអញ្ចឹងនេះដាក់អញ្ចឹងមកបាទយើងឆ្វៀលចឹងណាបាទចឹងកន្លែងនេះយើងចុះ12លេខបងប្អូនបាទអញ្ចឹងអាវហ្នឹងគឺរួចរាល់ហើយបងប្អូនបាទបាយបាយ